យប់នេះតើនរណានឹងគេងមុនខឹកបងសំឡាញ់ខ្ញុំមកហើយលីនវ៉ាន់រូពិន្ទុយកចិត្តបានកើនឡើងវឌ្ឍនភាពបច្ចុប្បន្ន100អបអសាទរម្ចាស់ប្រព័ន្ធដែលសម្រេចបានសមិទ្ធផលកម្រិតអត្តបមីលើកដំបូងចាប់ពីពេលនេះទៅពិន្ទុយកចិត្តរបស់លីនវ៉ាន់រូនឹងមិនធ្លាក់ចុះឡើយចាត់ទុកម្ចាស់ប្រព័ន្ធជាមនុស្សតែម្នាក់អបអសាទរម្ចាស់ប្រព័ន្ធទទួលបានមុខងាររង្វាន់យីមិនអាចយកឈ្នះបាននេះអាចបើកឬបិទដោយម្ចាស់ប្រព័ន្ធប្រសិនបើបើកនឹងមិនរងការខូចខាតណាមួយឡើយក្នុងរយៈពេល1ម៉ោងអាចបើកបានច្រើនបំផុត3ដងក្នុងមួយថ្ងៃទីបំផុតពេញកម្រិតហើយថែមទាំងទទួលបានរង្វាន់ជាមុខងារមិនអាចយកឈ្នះបានមិនរងការខូចខាតណាមួយក្នុងរយៈពេល1ម៉ោងនេះពិតជាអស្ចារ្យដូចជាអពុធហេតុអញ្ចឹងភរិយាដ៏ថ្លៃថ្លាមកអង្គុយជិតនេះមកហាអូអាកាសធាតុត្រជាក់ខ្លាំងណាស់ហេតុអ្វីបានជាបងមិនគេងបន្តិចទៀតទៅមានភរិយានៅក្បែរតើឲ្យបងគេងលក់យ៉ាងម៉េចទៅអូនខឹកលីនវ៉ាន់ឈីពិន្ទុយកចិត្តបានកើនឡើង5បច្ចុប្បន្ន80លីនវ៉ាន់យូពិន្ទុយកចិត្តបានកើនឡើង5បច្ចុប្បន្ន80ហឹសអូតើនេះជាអ្វីទៅហេតុអ្វីបានជាវាស្គូសបែបនេះនេះគឺជាអំបិលអ៊ីយ៉ូតវាមានតម្លៃជាងអំបិលធម្មតាឆ្ងាញ់ណាស់នេះគឺបងបានមកពីកន្លែងដ៏អស្ចារ្យមួយរឿងនេះឲ្យតែអូនដឹងទៅគឺបានហើយកុំប្រាប់អ្នកផ្សេងឲ្យសោះបើមិនដូច្នោះទេគ្រប់គ្នានឹងដឹងអស់ហើយខ្ញុំក៏មិនឲ្យវ៉ាន់ឈីងនិងវ៉ាន់យូនិយាយផ្ដេសផ្ដាស់ល្អខ្ញុំក៏នឹងមិនបណ្ដោយឲ្យវ៉ាន់ឃីងនិងវ៉ាន់យានិយាយផ្ដេសផ្ដាស់ល្អខ្ញុំនឹងប្រាប់ពួកគេហេអូយអ្វីដែលប្រព័ន្ធនិយាយពិតជាមិនខុសមែនបន្ទាប់ពីកម្រិតការយកឈ្នះចិត្តដល់កម្រិតអត្តបមាវានឹងស្ដាប់តាមបញ្ជារបស់ម្ចាស់ហើយនឹងយ៉ាងបើជារៀងរហូតរកឃើញថាម្ចាស់មានកូនសោប្រអប់អាតកំបាំងចំនួន5ជួយបើកឲ្យខ្ញុំពីរបីមើលចង់បើកប្រអប់អាតកំបាំងចង់បើកទាំងអស់មែនទេបើក5ចុះអបអសាទរម្ចាស់ទទួលបានធ្យូងថ្មអន្តរាស៊ីត100តោនកម្ដៅមួយច្បាប់ស្ករគ្រាប់ដំបង1000គ្រាប់ភ្លៀង1000ដើមស្រោមជើងសូត្រខ្មៅគ្រប់ប្រភេទបានរក្សាទុកក្នុងលំហទាំងអស់ហើយម្ចាស់អាចយកមកប្រើប្រាស់បានគ្រប់ពេលបេឯងពិតជាអស្ចារ្យណាស់ឯងដឹងចិត្តខ្ញុំច្បាស់ពេកហើយខ្ញុំស្រឡាញ់ឯងការធ្វើឲ្យម្ចាស់ពេញចិត្តគឺជាគោលបំណងពេញមួយជីវិតរបស់ប្រព័ន្ធនេះនៅសល់កូនសោចុងក្រោយមួយទៀតតើត្រូវការបើកឥឡូវនេះទេបើកទៅអបអសាទរម្ចាស់ទទួលបានមុខងារតាមដានសត្វព្រៃមុខងារនេះអាចផ្អែកលើអ្វីគ្រប់យ៉ាងនៅលើខ្លួនសត្វដូចជារោមស្នាមឈាមលៀនមុខស្នាមជើងឬសូម្បីតែក្លិនដែលនៅសេសសល់ដើម្បីកំណត់ទីតាំងសត្វព្រៃវិសាលភាពតាមដានអាចដល់ចម្ងាយ10លីប្រព័ន្ធពិតជាលយណាស់អស្ចារ្យបំផុតមុខងារនេះពិតជាឧបករណ៍ទិព្វសម្រាប់ការបរបាញ់មែនហ៊ីយ៉ាហឺពួកនាងទាំង3នៅចាំផ្ទះទៅខ្ញុំឆ្លៀតពេលព្រឺមិនទាន់ធ្លាក់ឡើងភ្នំបរបាញ់សត្វបន្តិចព្យាយាមរកឲ្យបានសត្វធំមួយពួកនាងជួយជួសជុលរបស់របរក្នុងផ្ទះដែលត្រូវជួសជុលផងកុំឲ្យយប់ឡើងលេចខ្យល់ចូលទៅចុះប្រយ័ត្នខ្លួនផងពួកយើងទាំង3នាក់ចាំអ្នកនៅផ្ទះកុំបារម្ភអីវិជាដាវរបស់ខ្ញុំខ្លាំងណាស់អូមានរបស់ល្អឲ្យពួកនាងនេះអូយខ្ញុំទៅហើយអូរ៉េងដេជិនខ្ញុំត្រូវតែសម្លាប់ឯងដោយដៃផ្ទាល់ដើម្បីសងសឹកដែលឯងដណ្ដើមប្រពន្ធខ្ញុំតុងជីវបើកមុខងារតាមដានសត្វព្រៃ